Cha rồi thì đây bông bông thì nó kia tao nhầm cà phê cao xịt canh rồi các bông bông trà ngàyนี้មុននឹងចេញទៅខេត្តខ្ញុំញ៉ាំកាហ្វេកៅស៊ីកាញ់ប្រេសិនដើម្បីបំពេញសារធាតុចិញ្ចឹមមុនចេញដំណើរអញ្ចឹងសម្រាប់កាហ្វេកៅស៊ីកាយើងងាយស្រួលក្នុងការញ៉ាំបងប្អូនចាគឺឆុងបែបហ្នឹងណាចាប៉ុន្តែមុននឹងញ៉ាំកាហ្វេកៅស៊ីកាបងប្អូនអាចប្រើទឹកក្តៅអ៊ុនៗមួយកែវសិនព្រោះនេះខ្ញុំញ៉ាំហើយបានខុសអញ្ចឹងណាចាអញ្ចឹងតែញ៉ាំជាមួយនឹងទឹកក្តៅអ៊ុនៗមួយកែវហើយគឺយកឆុងជាមួយនឹងកាហ្វេកៅស៊ីការបស់យើងនិយាយរួមទៅពេលដែលយើងញ៉ាំចូលទៅរាងកាយបងប្អូនចាគឺវាជួយសម្រួលបានល្អខ្លាំងមែនទែនព្រោះដោយសារតែកាហ្វេកៅស៊ីកាយើងនេះគឺជាប្រភេទអាហារចាអញ្ចឹងយើងញ៉ាំតែមួយកញ្ចប់ពីរកញ្ចប់ដូចយើងញ៉ាំអាហារចូលទៅក្នុងរាងកាយបំពេញសារធាតុចិញ្ចឹមគ្រប់គ្រាន់អញ្ចឹងហើយសម្រាប់កាហ្វេកៅស៊ីកាយើងត្រួតយើងបងប្អូនចាបើនិយាយពីគុណភាពប្រសិទ្ធភាពនិងសមត្ថភាពក្នុងការប្រើប្រាស់បងប្អូនជឿជាក់បានចាដោយសារយើងមានការទទួលស្គាល់រហូតដល់12ស្ថាប័ននៅអន្តរជាតិបងប្អូនចាអញ្ចឹងបងប្អូនពិសាដោយទំនុកចិត្តរសជាតិឆ្ងាញ់ខ្លាំងបងប្អូនចារៀងរាល់ព្រឹកគឺយើងតែងតែបំពេញជាមួយនឹងសារធាតុចិញ្ចឹមចូលទៅក្នុងរាងកាយរបស់យើងអញ្ចឹងយើងនឹងទទួលបានសុខភាពល្អហើយមួយវិញទៀតណាបងប្អូនចាសម្រាប់ផលិតផលនេះបងប្អូនពិសាហើយបានសុខភាពល្អបងប្អូនចែករំលែកបន្តទទួលបានចំណូលប្រចាំអាទិត្យប្រចាំខែហើយផលិតផលរបស់យើងមានតែពីរមុខពុតចាគឺយើងមានតែកាហ្វេកៅស៊ីកានិងម្សៅទឹកដោះគោកៅស៊ីកាចាអញ្ចឹងងាយស្រួលក្នុងការបងប្អូនធ្វើទីផ្សារណាចាហើយមានតែពីរមុខនៅក្នុងផ្ទះបងប្អូនគឺយើងមានភាពកក់ក្ដៅសម្រាប់សុខភាពយើងតែម្ដងចាអញ្ចឹងកុំភ្លេចណាបងប្អូនចង់ដឹងអំពីបម្រើជីវកម្មចង់សិក្សាយើងជួបគ្នាផ្ទាល់បងប្អូនអាចឆាតបន្ថែមជាមួយនឹងលេខ Telegram ដែលយើងខ្ញុំដាក់ខាងលើឬក៏ឆាតតាម Facebook ផ្ទាល់របស់នេះខ្ញុំបានអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយៗទៀតជម្រាបលា